រឿងឪពុកក្មេករើសកូនប្រសាកាលពីព្រេងនាយមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមិនជេរម្ដាយគេទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអើអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមិនជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញទើបបានអញឲ្យឯងបើតមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកុំថាអញកាចណាឯងទៅសិនចុះព្រឹកត្រូវឯងមកវិញពីព្រលឹមព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកណែកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែកូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំទេវហើយសឹមឯងដោះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដើរពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងតានោះក៏ស្ទុះចេញពីក្រោយថ្មមកថាបានហើយឯងដោះក្របីលែងហើយទៅផ្ទះឯងចុះអញផ្លាច់កូនហើយត្បិតឯងតមិនជេរម្ដាយបានថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដោយកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវែកបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជើងដើរពុំរួចកាលបើអ្នកកំឡោះបក្របីទៅដល់ចិត្តថ្មនោះអ្នកធ្វើជាស្ដីថាអូលោកថ្មអើយយំឡើងក្របីដើរពុំរួចទេអាណិតក្របីថងទេខ្លួនខ្ញុំឥតបើអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីចោះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្មលុះនិយាយយូរទៅតានោះមើលមកឃើញក្របីដើរពុំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មនោះឮតែទេវអ្នកកំឡោះនោះឯងក៏ដោះក្របីឲ្យស៊ីស្មៃហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញវេលាយប់តាចាស់ចូលដេកក៏និយាយនឹងយាយថាដូនអានេះវាតមជេរម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាត់វាទៅយាយឆ្លើយថាងាយទេបើដូច្នេះចូលតាឯងចូលក្នុងការុងមួយទៀតដាក់អង្ករព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អ៊ូលើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនឹងអង្ករទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតាឯងនៅក្នុងការុងស្រាប់នឹងលឺហើយមកវិញផ្ដាច់វាបានដោយងាយដូនចាស់ស្គិតគ្នាដូច្នោះហើយក៏ដេកទៅឯអ្នកកំឡោះលបស្ដាប់ក្រោមផ្ទះឮដឹងការអស់ហើយក៏វិលទៅដេកឯផ្ទះវិញព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើម្ដាយក្មេកទៀតក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អ៊ូលើភ្នំហើយគាត់ផ្ដាំថាឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងតែព្រឹកមិនតាន់ទាំងហូបបាយផងកំឡោះនោះទទួលអំរែកហើយក៏រែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាអូឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅវិញរួចបើឪមិនអាណិតខ្ញុំទទួលគេជេរបន្ទោបុយម្ដេចក៏ទទួលនិយាយហើយរែកចុះមកវាលវិញលក់រែកទៅដល់កន្លែងមួយឃើញស្បៃស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បៃនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងដុតអំរែកលុះភ្លើងឆេះស្បៃជុំវិញហើយក៏ដៅដល់តាចាក់ដែលនៅក្នុងអំរែកនោះគាត់ក៏បំរាស់ញ័ររង្គើតាំងការុងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចិនមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថាជើនរណាដុតភ្លើងឆេះអំរែកអញអស់ហើយធ្វើដូចម្ដេចអញនឹងចូលទៅបានបើភ្លើងឆេះជុំវិញដូចនេះចូលមិនចោះទេថាហើយឈោស្រែកនៅក្រៅ
លុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្តៅណាស់ទេពស្ទុះចូលទៅអូអំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែការុងលោកតាចាស់បំរាស់ញ័រទើបអ្នកកំឡោះស្រាយការុងចេញឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជម្រាបថាជើលោកម្ដេចក៏មិនប្រាប់ខ្ញុំកុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនើមេម៉ាយតាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចឡាញដើរទៅញយមកផ្ទះវិញទ្រាំទ្រួនមួយថ្ងៃណាមួយដោយវាអូសចិនពីភ្លើងណាមួយដោយរលាកភ្លើងមកដល់ផ្ទះគ្មានស្ដីមួយម៉ាត់ដល់ផ្ទះហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកឯកូនប្រសាលាទៅផ្ទះដល់យប់ក៏មកពួនក្រោមផ្ទះលបចាំស្ដាប់ទៀតលុះយប់តាចាស់យាយចាស់ចូលដេកក៏យាយតាចាស់និយាយគ្នាទៀតតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងយាយថាឥឡូវនេះយើងគិតថាតាឯងធ្វើជាម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដោយរកអណ្ដោយឲ្យវាវ៉ាដូចឆ្កែបើវារកអណ្ដោយមិនបានឬវាបោមិនតាន់ទេនោះយើងផ្ដាច់វាបានដោយងាយតាថាដូនគិតដូចនេះត្រូវព្រឹកអញធ្វើដូចឯងថាតាយាយគិតឈ្នះហើយក៏ដេកទៅឯញាក់កំឡោះលបស្ដាប់ដឹងការអស់ហើយវិលទៅដេកឯផ្ទះវិញព្រឹកមានមន់រងាលទើបពុនអណ្ដោយយកទៅចងទុកនៅកំពូតស្បៃវាលឯនេះឯណោះពីពេញតែវាលដែលតាចាស់គាត់គិតទៅរកអណ្ដោយនោះហើយវិលមកផ្ទះដេកធ្វើព្រឹងងើយទៀតព្រឹកឡើងតាក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដោយអណ្ដោយប៉ុន្តែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែធ្វើម្ចាស់យើងទៅរកក្រែងបានមួយពីរយកមកស៊ីចៅឆ្លើយបាតហើយតាចាស់ពុនបាយសំនុំទឹកបំពង់ដើរចេញពីផ្ទះទៅចៅនោះក៏បោលជើង4តាមក្រោយទៅដល់វាលកន្លែងវាចងអណ្ដោយនោះវាក៏បោលទៅមុខចូលកំពតស្បឺមួយធ្វើជាកោះងងតាចាស់រត់ទៅដល់វាខំបានអណ្ដោយមួយហើយទៅទៀតខំបានអណ្ដោយ7-8ណែដល់ថ្ងៃត្រង់តាចាស់ឃ្លានបាយណាស់ក៏អង្គុយគិតនឹងស្រាយបាយស៊ីឆ្កែមើលទៅខាងណាឃើញក្របីមួយភួងក៏បោលទៅដេញខំក្របីបោលចូលស៊ីស្រូវអ្នកស្រុកតាចាស់ឃើញហើយរត់ទៅដេញក្របីចេញពីស្រែបុរសនោះមកស៊ីបាយអស់ហើយរត់ទៅបាត់ឯឪពុកក្មេកវិលមកវិញរកបាយស៊ីគ្មានព្រោះកំឡោះនោះស៊ីអស់ខឹងណាស់ដេញវាយវាពុំទាន់ណាអស់កម្លាំងឃ្លានបាយណាផ្លូវឆ្ងាយក៏ខំដើរមកផ្ទះវិញទាំងអត់បាយដើរពុំចង់រួចបន្ទោសឆ្កែមិនបានទេត្បិតវាចំណាំអីចឹងដល់ផ្ទះស៊ីបាយរួចហើយប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកវិញឯកូនប្រសាលាទៅផ្ទះដល់យប់ក៏មកពួនក្រោមផ្ទះលបស្ដាប់ទេកលុះយប់តាចាស់យាយចាស់ចូលដេកតានិយាយប្រាប់យាយពីរឿងកូនប្រសាបាបហើយបងអត់តែបាយខំដូនថាណយហើយឲ្យកូនទៅវាទៅផ្ដាច់វាមិនបានទេអានេះមានប្រាជ្ញាណាស់ឯងគិតអ្វីក៏វាដឹងមុនអស់ទៅហើយវាធ្វើបាបស្ទើរតែស្លាប់ម្ដេចក៏មិនរៀងតាចាស់ខ្លាយថានឹងឲ្យវាទៅមើលទៅរូបរាងវាមិនសមនឹងកូនយើងសោះប៉ុន្តែយើងធ្វើកលឲ្យវាខឹងជេរម្ដាយវាមិនជេរដូច្នេះដូនជួយគិតអញម្ដងទៀតបើវាធ្វើតាមមិនបានសឹមផ្ដាច់កូនពីវាបានដូនចាស់ថាឥឡូវនេះមានតែដល់ពេលមន់រងាតាឯងលុបមុខស៊ីស្លាហូបបាយចូលទៅក្នុងការ៉ុងមួយទៀតច្រាក់អង្គព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅផ្សារទិញអីវ៉ាន់ហើយខ្ញុំឲ្យវារែកទៅតាមឲ្យឆាប់នៅវេលាស៊ីបាយព្រឹកត្បិតផ្លូវផ្សារក៏ឆ្ងាយដែរបើរែកទៅមិនតាន់ទេនោះលុះមកវិញនឹងផ្លាច់កូនពីវាបានងាយមួយទៀតតែទៅដល់ពាក់កណ្ដាលផ្លូវវាមុខជាធ្ងន់វាប្រហែលជាគិតឃើញថាស្ងាត់ហើយវាជេរមិនខានតាចាស់នឹងយាយគិតគ្នាហើយក៏ដេកទៅឯកូនប្រសាលបស្ដាប់នៅក្រោមផ្ទះដឹងការអស់ហើយក៏ទៅដេកផ្ទះវាព្រឹកឡើងចៅនោះទៅរៀបជូនដើរចេញទៅបម្រើឪពុកក្មេកទៀតដល់ហើយម្ដាយក្មេកឲ្យកូនក្រមុំលើកបាយមកឲ្យចៅនោះស៊ីទៀតស៊ីហើយក៏ប្រគល់អំរែកឲ្យកូនប្រសារែកទៅតាមឪពុកក្មេកឯផ្សារដូចគិតគ្នាពីល្ងាចនោះចៅនោះរែកទៅហើយគិតថាម្ដងនេះអញធ្វើឲ្យឪពុកក្មេកអញនេះឲ្យកូនមកអញកុំឲ្យគាត់រកកលធ្វើបញ្ឆោតអញក្រោយទៀតហើយគិតតែរែកទៅដល់កណ្ដាលផ្លូវដាក់អំរែកចុះហើយថាការ៉ុងនេះចងមាត់មិនជាប់វាយកខ្សែចងថែមទៀតលុះរែកទៅដល់កន្លែងមានព្រែកមានស្ពាន
ក៏ដាក់អំរែកលើស្ពានឲ្យប្របីត្រង់ចុងក្តារនៅតែបន្តិចនឹងធៀបពីស្ពានហើយថាអូអើថ្ងៃណាស់ហើយម្លេះសំឪជេមានខានអំរែកធ្ងន់រែកឲ្យថ្តន់ទៅម្ដេចណយហើយឪជេក៏ជេចុះអញដាក់នៃនេះទៅវាវសិនរួចសឹមទៅទៀតនិយាយបណ្ដាដាបណ្ដាមួយស្របកក៏កាន់ឈើមួយធំមកពីណាយបុកក្តារស្ពានលីក្រាមធ្វើហាក់ដូចជាដំរីឆ្លងស្ពានហើយស្រែកថានរណាដាក់អំរែកលើស្ពានដំរីអញវាជន់ខូចអស់ហើយយកចេញឲ្យឆាប់ស្រែកឲ្យបុកក្តារក្រាមដារចូលមកឯតាចាស់ក្នុងការុងគិតស្មានថាដំរីមែនភ័យក្រែងជន់ស្លាប់ក៏ខំបំរាស់ជិះផ្លៃដំរីហួសពីក្តារធ្លាក់ទៅក្នុងទឹកចូលការុងគាត់ឆ្លុកទឹកត្រដើញ៉ាទាំងការុងស្ទើរតែនឹងស្លាប់ឯកូនប្រសាឃើញដូច្នោះក៏ទុកឲ្យផឹកទឹកបន្តិចហើយស្រាយមើលឃើញតានៅក្នុងរងក៏ថាអើយមិនដេចមិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយគេបោដំរីមកពេលណាមិនដឹងគេឲ្យដំរីឆាយធ្លាក់ទៅក្នុងទឹកតាលឺហើយឡើងឈរដើរវិលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះពុំហ៊ានគិតទៀតក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅ